នៅរុស្ស៊ីថ្ងៃទី11ខែមករាឆ្នាំ2017គណៈបកប្រជាជនកម្ពុជាបានបើកសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់គណៈបកប្រជាជនកម្ពុជាសង្កាត់ប៉ោយប៉ែតរយៈពេល5ឆ្នាំចាប់ពីឆ្នាំ2012ដល់ឆ្នាំ2017និងទិសដៅអនុវត្តបន្តនៅឆ្នាំ2017ដល់ឆ្នាំ2022ក្រោមអធិបតីភាពឯកឧត្តមកែកំយ៉ានសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលនិងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តបន្ទាយមានជ័យនិងមានការចូលរួមពីឯកឧត្តមសួនបវរអភិបាលខេត្តបន្ទាយមានជ័យនិងឯកឧត្តមអ៊ុងអឿនប្រធានក្រុមប្រឹក្សាខេត្តក្នុងនោះក៏មានការចូលរួមពីលោកងៅមេងជ្រួញអភិបាលក្រុងប៉ោយប៉ែតព្រមទាំងសមាជិកសមាជិកាទូទាំងក្រុងប៉ោយប៉ែតនិងមន្ត្រីរាជការច្រើនរូបផងដែរសូមជម្រាបផងដែរថាពិធីនេះធ្វើឡើងនៅភោជនីយអាហារពន្លឺនាគទឹកស្ថិតនៅភូមិក្បាលស្ពាន1សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យសូមបញ្ជាក់ថានៅក្នុងឱកាសនេះដែរក៏មានការចូលរួមពីសមាជិកសមាជិកាចំនួន951នាក់បានចូលរួមបោះឆ្នោតជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតរួមទាំងបេក្ខភាពបម្រុងសរុបចំនួន28រូបដែលត្រូវជ្រើសរើសចូលឈ្មោះជាក្រុមប្រឹក្សាសង្កាត់ពេលបោះឆ្នោតជ្រើសរើសឃុំសង្កាត់នៅថ្ងៃទី4ខែមិថុនាឆ្នាំ2017ខាងមុខនេះឯកឧត្តមបនាយករដ្ឋមន្ត្រីកែកំយ៉ានបានមានប្រសាសន៍ថានៅអាណត្តិឆ្នាំ2017ដល់ឆ្នាំ2022នេះការបោះឆ្នោតជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាសង្កាត់ទុកឲ្យបងប្អូនប្រជាពលរដ្ឋដែលគាំទ្រគណៈបកប្រជាជនជាអ្នកជ្រើសរើសដោយខ្លួនឯងដើម្បីឲ្យប្រជាពលរដ្ឋនឹងមានសិទ្ធិបោះឆ្នោតលើបេក្ខភាពដែលខ្លួនពេញចិត្តនិងជាបុគ្គលដែលមានសមត្ថភាពអាកប្បកិរិយាថ្លៃថ្នូរមិនរើសអើងមានការគោរពស្រឡាញ់និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋតាមមូលដ្ឋានដើម្បីឲ្យក្រុមការងារខិតខំចាត់ចែងការងារផ្ដល់សេវាកម្មរដ្ឋបាលជូនប្រជាពលរដ្ឋឲ្យដោយមិនប្រកាន់និន្នាការនយោបាយឲ្យទាន់ពេលវេលាឯកឧត្តមបនាយករដ្ឋមន្ត្រីកែកំយ៉ានបានរំលឹកដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដំបូងដែលបិទបង្ហាញនៅសាលាសង្កាត់ឲ្យបានគ្រប់គ្នាព្រោះគោជបបានទុកពេលកំណត់ផុតនៅថ្ងៃទី14ខែមករាឆ្នាំ2017នេះហើយជាចុងក្រោយឯកឧត្តមបានផ្ដាំផ្ញើដល់សមាជិកទាំងអស់សូមឲ្យមានការសាមគ្គីទោះបីជាការឈោឈ្មោះមានលេខរៀងទីប៉ុន្មានក៏ដោយមិនត្រូវបែកបាក់សាមគ្គីគ្នានោះទេផ្ទុយទៅវិញត្រូវធ្វើការងាររួមគ្នាដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរឡើងចុងបញ្ចប់នៃពិធីឯកឧត្តមបានជួយឧបត្ថម្ភនៅអំណោយដល់សមាជិកនិងអ្នកចូលរួមប្រមាណ1000នាក់ក្នុងម្នាក់ទទួលបានសារ៉ុងមួយនិងបានពិសាបាយសាមគ្គីក្នុងបរិយាកាសដ៏សប្បាយរីករាយផងដែរចំពោះព័ត៌មាននេះខ្ញុំញិនសុខារាយការណ៍ចេញពីខេត្តបន្ទាយមានជ័យ